Shibapana B2B Cambodia នេះគឺជាបច្ចុប្បន្នភាពទីផ្សារសម្រាប់ថ្ងៃទី17ខែតុលាឆ្នាំ2025សន្ទុបផ្សាយមូលបត្រកម្ពុជាបង្កើនឡើង0.59បន្ទុកឬ0.15%ដល់ 404.05 ទំហំជួញដូរសរុបបានកើនឡើងដោយមានភាគហ៊ុនប្រមាណ 44,744 បានផ្លាស់ប្ដូរដៃក្នុងតម្លៃសរុប 1.19 លានរៀលឬជាង $29,900 នៅលើផ្សារគោលពាក្យហ៊ុនចំនួន2បានកើនឡើងនៅមុខទីផ្សារនៅថ្ងៃនេះគឺកំពង់ផែស្វីតក្រុងបរសេនុកើនឡើង 0.50% ឬ60រៀលទៅ 12,140 រៀលក្នុងមួយហ៊ុនបន្ទាប់មកគឺ KM GSM កើនឡើង 0.41% ឬ10រៀលដល់ 2,440 រៀលក្នុងមួយហ៊ុនចំពោះការថ្លៃចុះវិញក្រុមហ៊ុន Pastech Cambodia គឺជាអ្នកចាញ់ច្រើនបំផុតនៅថ្ងៃនេះថ្លៃចុះ 4.15% ឬ110រៀលមក 2,540 រៀលក្នុងមួយហ៊ុនបន្ទាប់មកគឺ Grand Twin International ថ្លៃចុះ 0.28% ឬ20រៀលមក 7,100 រៀលក្នុងមួយហ៊ុនទន្ទឹមនឹងនេះដែរពាក្យហ៊ុនចំនួន5ដែលសេសសល់នៅលើផ្សារគោលគឺ Native Dataនៅលើផ្សារកំណើន GS Land បានកើនឡើង 3.02% ឬ80រៀលដល់ 2,730 រៀលក្នុងមួយហ៊ុនខណៈ DVD Engineering នៅថេក្នុងតម្លៃ 2,030 រៀលក្នុងមួយហ៊ុនតាមរយៈវិធីសាស្ត្រជួញដូរចរចាឬ NTM ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញបង្កើតត្រានៅទំហំជួញដូរខ្ពស់បំផុតនៅថ្ងៃនេះដែលមានភាគហ៊ុនចំនួន 31,405 ភាគហ៊ុនបានផ្លាស់ប្ដូរដៃក្នុងតម្លៃសរុប 596 លានរៀលឬប្រមាណ $14,800 អាមេរិកពលគឺស្មើទៅនឹង 76.9% នៃទំហំជួញដូរសរុបនៅថ្ងៃសុក្រក្រុមហ៊ុន Grand Twin International វិញបង្កើតត្រានៅទំហំជួញដូរខ្ពស់បំផុតទី2ជាមួយនឹងភាគហ៊ុន 53,241 បានផ្លាស់ប្ដូរដៃក្នុងតម្លៃសរុប 351.9 លានរៀលឬប្រហែល $87,000 អាមេរិកគឺប្រមាណ 13% នៃទំហំជួញដូរសរុបនៅថ្ងៃទី17ខែតុលាបន្តទៅអត្រាប្តូរប្រាក់វិញប្រាក់រៀលទៅដុល្លារអាមេរិកគឺបានកើនទៅ 4,025 រៀលក្នុង$1ខណៈសន្ទុះប្រាក់ដុល្លារអាមេរិកធ្លាក់ចុះបន្តិចមក 98.22 ចំពោះតម្លៃទំនិញសកលវិញតម្លៃប្រេងបានធ្លាក់ចុះទាបនៅថ្ងៃសុក្រដោយឈ្មោះទៅរកការខាតបង់ប្រចាំសប្តាហ៍ប្រហែល 3% នេះគឺបន្ទាប់ពីស្ថាប័ន IEA បានព្យាករណ៍អំពីកំណើនប្រេងនិងប្រធានាធិបតីអាមេរិកលោក Donald Trump និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានយល់ព្រមជួបគ្នាម្ដងទៀតដើម្បីពិភាក្សាអំពីបញ្ហាអ៊ុយក្រែនអនាគតប្រេងឆៅ Brent បានធ្លាក់ចុះ 44 សេនឬ 0.7% ជួញដូរនៅ $60.62 ក្នុង1បារ៉ែលខណៈប្រេងឆៅអាមេរិក West Texas Intermediate ធ្លាក់ចុះ 44 សេនឬ 0.8% ជួញដូរនៅ $57.02 គូជំរាបផងដែរថាលោក Trump និងលោក Putin បានព្រមព្រៀងគ្នានៅថ្ងៃប្រហ័សចំពោះកិច្ចប្រជុំកំពូលមួយទៀតស្តីពីសង្គ្រាមនៅអ៊ុយក្រែនដែលនឹងប្រព្រឹត្តទៅនៅក្នុងរយៈពេល2សប្តាហ៍ខាងមុខនៅទីក្រុង Budapest តម្លៃនេះបានកើនឡើងខ្ពស់លើសពី $4,300 ក្នុងមួយអោននៅថ្ងៃសុក្រហើយត្រូវបានត្រៀមខ្លួនសម្រាប់សប្តាហ៍ដ៏ល្អបំផុតក្នុងរយៈពេលជាង17ឆ្នាំដោយសារតែភាពទន់ខ្សោយនៅក្នុងធនាគារក្នុងតំបន់របស់អាមេរិកបញ្ហាពាណិជ្ជកម្មសកលនិងការភ្នាល់នៃការកាត់បន្ថយអត្រាការប្រាក់បានជំរុញឲ្យអ្នកវិនិយោគស្វែងរកលោហៈដែលមានសុវត្ថិភាពSpot Gold បានកើនឡើង 0.8% ជួញដូរនៅ $4,359.31 ក្នុងមួយអោននេះគឺបន្ទាប់ពីបានកើនឡើងខ្ពស់បំផុតនៅក្នុងតម្លៃ $4,378.69 អនាគតមាសអាមេរិកសម្រាប់ការចែកចាយនៅខែធ្នូវិញបានកើនឡើង 1.6% ជួញដូរនៅ $4,272.10 ក្នុងមួយអោនគិតមកត្រឹមពេលនេះមាសបានកើនឡើងប្រហែល 8.6% នៅក្នុងសប្តាហ៍នេះគឺជាសប្តាហ៍ដ៏ល្អបំផុតរបស់ខ្លួនបើរាប់ចាប់តាំងពីខែកញ្ញាឆ្នាំ2008អនាគតភាគហ៊ុនអាមេរិកបានធ្លាក់ចុះទាបនៅព្រឹកថ្ងៃសុក្រគឺបន្ទាប់ពីវគ្គមុនដែលបានឃើញការលក់ចេញច្រើនហើយដែលជំរុញលើការព្រួយបារម្ភពីការអនុវត្តប្រាក់កម្ចីរបស់ធនាគារនៅក្នុងតំបន់គិតត្រឹមបទផ្សាយនៅកម្ពុជាអនាគតដែលភ្ជាប់ទៅនឹងដូងជូដែលនៅអាមេរិកធ្លាក់ចុះ 1% អនាគតដែលភ្ជាប់ទៅនឹង S&P 500 និង Nasdaq 100 បានធ្លាក់ចុះ 1.2% និង 1.5% រៀងគ្នា
អរគុណលោកអ្នកសម្រាប់ការទស្សនានេះគឺជាបច្ចុប្បន្នភាពទីផ្សារសម្រាប់ថ្ងៃទី17ខែតុលាឆ្នាំ2025